គ្រប់យ៉ាងមកពីខ្ញុំមែនមិនគាត់ធ្វើបាបខ្ញុំអញ្ចឹងប្រហែលហើយមកពីកំហុសរបស់ខ្ញុំបើខ្ញុំជាក្មេងល្អប្រហែលគាត់មិនធ្វើបាបខ្ញុំទេបើនិយាយប្រាប់ម៉ាក់គាត់មិនជឿគាត់ទៅសួរនាំប៉ាតិចប៉ាធ្វើបាបខ្ញុំទៅមិនអាចប្រាប់អ្នកណាបានទេមកពីខ្ញុំបានប៉ាជាប់គុកខ្ញុំប្រាប់ទៅនាំតែនាំទុកដល់អ្នកគ្រប់គ្នាទេខ្ញុំខ្មាស់គេណាទាំងនេះអាចជាអារម្មណ៍របស់កុមារនិងក្មេងជំទង់ដែលទទួលរងការរំលោភបំពានមុនពេលពួកគេប្រាប់រឿងរ៉ាវដ៏ឈឺចាប់នោះទៅកាន់នរណាម្នាក់វាជារឿងដ៏កម្រដែលកុមារនិយាយកុហកអំពីរឿងរ៉ាវដែលពួកគេទទួលរងនឹងការរំលោភបំពានត្រូវជឿលើអ្វីដែលពួកគេប្រាប់អ្នកពីការរងគ្រោះដោយការរំលោភបំពានផ្លូវភេទឬអំពើហិង្សាក្នុងគ្រួសារនេះជាជំហានដំបូងនៃការថែទាំកុមារនិងក្មេងជំទង់ដែលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារឬហិង្សាផ្លូវភេទដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីការគាំទ្រនិងការថែទាំកុមារនិងក្មេងជំទង់ដែលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារឬហិង្សាផ្លូវភេទសូមចូលទៅកាន់គេហទំព័រសុវត្ថិភាពនិងយុត្តិធម៌សុវត្ថិភាពនិងយុត្តិធម៌សម្រាប់ទាំងអស់គ្នា